สุดท้ายต่อគ្នាស្វាគមន៍មកកាន់ Ice ថ្ងៃនេះមានរឿងមួយយកមកចែកដល់អ្នកគ្នាដែលរឿងមួយនេះនិយាយអំពីចុងភៅម្នាក់ទើបនឹងទទួលបានការងារថ្មីមួយនៅក្នុងភោជនីយដ្ឋានដ៏ពិសេសនិងអស្ចារ្យមួយប៉ុន្តែនៅក្នុងភោជនីយដ្ឋានមួយនោះគេមិនមែនចំអិនសាច់សត្វអីធម្មតានោះទេប៉ុន្តែចំអិនសាច់មនុស្សឲ្យភ្ញៀវដទៃទៀតហូបតែម្ដងចាំនឹងថាសាច់រឿងរបស់យើងនឹងទៅជាយ៉ាងណាទស្សនាវីដេអូនេះទាំងអស់គ្នាសាច់រឿងរបស់យើងកើតឡើងទៅលើតួអង្គឯកប្រុសរបស់យើងដែលមានឈ្មោះថា Ryan គឺជាចុងភៅដ៏ពូកែម្នាក់គាត់ថាជីវិតរបស់គេនៅពេលបច្ចុប្បន្ននេះអត់សូវសនុកសុខស្រួលប៉ុន្មាននោះទេដោយសារតែគេគឺជាមនុស្សដែលញៀនល្បែងអញ្ចឹងទៅមិនថាចំណូលគេរកបានប៉ុន្មាននោះទេក៏វាអត់សល់នោះដែរនៅពេលនេះគេត្រូវបានមិត្តភក្តិរបស់គេម្នាក់ទៀតដែលមានឈ្មោះថា Jack អ្នកស្គាល់គ្នានៅពេលរៀនសាលាចុងភៅជាមួយគ្នាហ្នឹងហើយឲ្យមកលេងផ្ទះរបស់គេនៅតំបន់ដាច់ស្រយាលមួយ Ryan ក៏ព្រមមកនៅពេលដែលចុះពីលើយន្តហោះនេះក៏មាន Sufferland ម្នាក់មកទទួលគេទៅត្បិតថាផ្ទះរបស់ Jack ហ្នឹងនៅក្នុងព្រៃដ៏ដាច់ស្រយាលមួយមែនប៉ុន្តែវាធំស្កឹមស្កៃហើយការតុបតែងលម្អរបស់វាវិញមើលទៅមានអារម្មណ៍ថាអ្នកដែលរស់នៅក្នុងផ្ទះហ្នឹងគឺជាមនុស្សដែលមានលុយមិនតិចនោះទេនៅពេលទៅដល់ទីនោះ Sufferland នេះក៏បានបកគលសម្បត្តិមួយទៅឲ្យ Ryan ដែលនៅក្នុងសម្បត្តិហ្នឹង Jack សរសេរប្រាប់គេថាដោយសារតែគេនៅពេលនេះកំពុងតែរវល់ធ្វើការនៅឡើយទេអញ្ចឹងគេអត់នៅផ្ទះនោះទេយក password ដែលគេបន្សល់ទុកឲ្យក្នុងសម្បត្តិនេះទៅបើកទ្វារផ្ទះគេចូលទៅលេងសិនទៅដោយសារតែនៅក្នុងផ្ទះរបស់ Jack ទំនេរអត់ដឹងថាត្រូវធ្វើអី Ryan គេក៏ចាប់ផ្ដើមរើរូរបស់របរផ្សេងៗមកមើលហើយចុងក្រោយគេក៏សម្រេចចិត្តថានឹងធ្វើម្ហូបដើម្បីកុំឲ្យខ្លួនឯងអបសុកពេកតួតែល្ងាចទើបគេឮសំឡេងឡានមួយចូលមកក្នុងផ្ទះនេះហើយ Jack គ្រាន់តែមកដល់ទីនេះភ្លាមក៏មកអោប Ryan ភ្លាមហាក់បីដូចជាពីរអ្នកនេះនឹកគ្នាខ្លាំងមែនតើអង្គុយនិយាយគ្នាមកស្ទុះទៅ Jack ក៏ប្រាប់ឲ្យ Ryan ដឹងថាគេគឺជាចុងភៅដែលធ្វើការឲ្យ agency មួយដែល agency ហ្នឹងផ្ដល់សេវាកម្មម្ហូបអាហារទៅដល់ក្រុមមនុស្សអភិជនហើយប្រាក់ចំណូលដែលគេទទួលបានអំពីការធ្វើការហ្នឹងវាក៏មិនណយដែរJack បន្តទៀតថាផ្ទះដែលពួកគេកំពុងទៅរស់នៅនេះគឺជាផ្ទះដែលក្រុមហ៊ុន agency នេះជួលសម្រាប់ធ្វើពិធីអាហារពេលល្ងាចមួយឲ្យក្រុមភ្ញៀវនៅថ្ងៃស្អែកJack ក៏នាំ Ryan ទៅដើរលេងដោយពួកគេជិះឡានរៀងយូរគួរសមដែរទម្រាំតែមកដល់ទីប្រជុំជនវិញមកដល់ក្នុងភោជនីយដ្ឋានមួយនេះពួកគេក៏ឃើញភ្ញៀវស្រីម្នាក់ទៀតមើលទៅគួរឲ្យចាប់អារម្មណ៍មែនតើដែលនាងមានឈ្មោះថា Alice ពីរអ្នកនេះក៏អញ្ជើញឲ្យ Alice មកអង្គុយតុជាមួយពួកគេដែរនិយាយគ្នាលេងមកស្ទុះយើងក៏ដឹងថា Alice កាលពីមុនមកនាងគឺជាបុគ្គលិករបស់ក្រុមហ៊ុនមួយប៉ុន្តែនៅពេលនេះនាងបានលាឈប់ពីក្រុមហ៊ុនមួយនឹងបាត់ហើយគឺដើម្បីយកលុយដែលនាងរកបានទាំងប្រមាណហ្នឹងយកមកដើរលេងជុំវិញពិភពលោកហើយ Jack និង Ryan ក៏បានប្រាប់ឲ្យ Alice ដឹងវិញថាពួកគេគឺជាចុងភៅដែលស្គាល់គ្នាអស់រយៈពេលជាយូរមកហើយ Alice ក៏និយាយទៅវិញបែបលេងសើចថានាងពិតជាចង់ដឹងមែនតើថាចុងភៅទាំងពីរនាក់នេះម្នាក់ណាចម្អិនអាហារបានឆ្ងាញ់ជាងគេយ៉ាងហើយពីរនាក់នេះក៏សម្រេចចិត្តថាអញ្ជើញ Alice ឲ្យទៅផ្ទះរបស់ Jack វិញដើម្បីឲ្យពួកគេប្រកួតគ្នាធ្វើម្ហូបឲ្យនាងភ្លក់ហើយដើម្បីឲ្យការភ្លក់ម្ហូបនឹងវាមានភាពយុត្តិធម៌ Alice នាងក៏ចងភ្នែកខ្លួនឯងហើយពីរនាក់នេះក៏ចាប់ផ្ដើមចម្អិនបន្ទាប់ពីពេលដែលចម្អិនរួច Alice ក៏ភ្លក់ដោយចងភ្នែកដដែលនឹងបន្ទាប់ពីពេលដែលភ្លក់ចានទាំងពីរនឹងរួចនាងក៏លើកចានរបស់ Ryan មកនិយាយថាមួយនេះឆ្ងាញ់ជាងដែលធ្វើឲ្យ Ryan មានអារម្មណ៍ថាមោទនភាពមែនតើពីព្រោះថាបើទោះបីជាគេរកប្រាក់ចំណូលបានតែជាង Jack ក៏ពិតមែនប៉ុន្តែស្នាដៃរបស់គេមានអ្នកផ្សេងចូលចិត្តខ្លាំងជាង Jack បន្ទាប់ពីនេះពួកគេក៏នាំគ្នាទៅនិយាយគ្នាលេងនៅមុខផ្ទះAlice ពិតជាចាប់អារម្មណ៍នាឡិកាដែលនៅលើដៃរបស់ Jack ខ្លាំងមែនតើហើយគេក៏ញ៉ាំប្រាប់ថានាឡិកាមួយនេះដើមឡើងគឺជានាឡិការបស់ Ryan នោះទេប៉ុន្តែដោយសារតែពីរអ្នកនឹងភ្នាល់គ្នា Ryan ភ្នាល់ចាញ់អញ្ចឹងទៅនាឡិការបស់ Ryan មួយនឹងក៏ធ្លាក់មកលើ Jack ហើយ Jack គេក៏យកវាមកពាក់រហូតមកដល់ពេលបច្ចុប្បន្ននេះបើក៏ទៅវាក៏មិនតិចឆ្នាំនោះដែរដោយសារតែ Jack បកាយញ៉ាជាងហើយណាមួយគេមានទ្រព្យសម្បត្តិច្រើនជាង Ryan ផងអញ្ចឹងទៅធ្វើឲ្យ Alice ចាប់អារម្មណ៍ទៅលើ Jack ខ្លាំងជាង Ryan ហើយនិយាយត្រូវដងត្រូវផ្លែគ្នាផងពីរអ្នកនេះក៏ចូលទៅរួមរំលែកជាមួយគ្នាបាត់ទៅទុកឲ្យ Ryan នៅក្រៅផ្ទះតែម្នាក់ឯងនៅព្រឹកបន្ទាប់ Brian ភ្ញាក់ពីរំលែកមកវិញគេឃើញសារមួយនៅក្នុងទូរស័ព្ទរបស់គេដែលអ្នកផ្ញើសារមកនឹងគឺជា Rabbit ម្ចាស់បំណុលរបស់ Ryan Rabbit និយាយថាពួកយើងដឹងថាឯងរត់ចោលស្រុកបាត់ហើយពួកយើងទុករយៈពេលឯង3ថ្ងៃត្រូវតែរលុយមកសងយើងវិញឲ្យគ្រប់បើមិនចឹងទេពួកយើងនឹងរកឯងឲ្យឃើញនៅពេលដែលចេញមកដល់បន្ទប់ទទួលភ្ញៀវ Ryan ក៏ជួបជាមួយនឹង Jack ប្រាប់ថាគេទើបនឹងមកពីក្រៅវិញដោយសារតែមិញហ្នឹងគេបានជូន Alice ត្រឡប់ទៅសន្តាគាររបស់នាងវិញបាត់ហើយនិយាយជាមួយ Ryan បានតែប្រហែលម៉ាត់នេះ Jack ក៏ប្រាប់ថាអញ្ចឹងគេនឹងត្រឡប់ទៅក្រៅវិញម្ដងទៀតហើយពីព្រោះថាដល់ម៉ោងដែលគេត្រូវធ្វើការវិញហើយនៅក្នុងផ្ទះរបស់ Jack តែម្នាក់ឯង Ryan ក៏សម្រេចចិត្តថានឹងលួចយកកុំព្យូទ័ររបស់ Jack យកមកឆែកមើលគេចូលទៅក្នុងប្រព័ន្ធធនាគាររបស់ Jack
ហើយឆៃឃើញថាលុយដែលចែកមាននៅក្នុងកងធនាគារហ្នឹងដល់ទៅ1លាន7សែនផោនណោះដែលបើគិតទៅជាលុយដុល្លារវិញជិត2លានដុល្លារគ្រាន់តែឃើញបែបនេះ Ryan ក៏ចាប់ផ្ដើមការចិត្តចំណែនទៅលើ Jack យល់ថាធ្វើជាចុងភៅដូចគ្នាសោះស្នាដៃមិនទាំងឈ្នះគេផងបែរជារកលុយបានច្រើនជាងគេទៅវិញល្ងាចនោះ Jack មកពីធ្វើការវិញពីរនាក់នេះក៏អង្គុយនិយាយគ្នាលេងហើយ Jack ក៏រៀបរាប់ប្រាប់ឲ្យ Ryan ដឹងថាបើទោះបីជាការងារមួយនេះជួយឲ្យគេរកប្រាក់ចំណូលបានច្រើនក៏ពិតមែនប៉ុន្តែគេរស់នៅអត់សូវសប្បាយចិត្តប៉ុន្មាននោះទេ Ryan ស្ដាប់ហើយអត់មាត់អីនោះទេប៉ុន្តែបើតាមខ្ញុំគិតថាអ្នកគ្នាគេប្រហែលជាជ្រែងឲ្យមកទៅបើយល់ថាឲ្យតែមានលុយបញ្ញាអីក៏អាចដោះស្រាយបានដែរវាមិនគួរណាមនុស្សដែលមានលុយច្រើនបែបហ្នឹងហើយនៅតែអត់សប្បាយចិត្តទៀតទេនៅព្រឹកបន្ទាប់ពេលដែល Ryan ភ្ញាក់ពីដេកមកវិញគេពិតជារន្ធត់ចិត្តមែនតើនៅពេលដែលមើលឃើញថា Jack មិត្តរបស់គេនេះចងកសម្រាប់ខ្លួននៅជាន់ក្រោមនៃផ្ទះនេះបើទោះបីជារន្ធត់ចិត្តជាមួយនឹងការស្លាប់របស់មិត្តគេយ៉ាងណាក៏ដោយ Ryan គេអត់ទាន់ទេទៅដឹងប៉លីសនោះឡើយក៏អង្គុយគិតសិនថាតើគេគួរធ្វើអីបន្ទាប់ដោយសារតែជំពាក់បំណុលអ្នកដទៃច្រើននោះគេក៏សម្រេចចិត្តថានឹងអត់ប្តឹងប៉លីសនោះទេយកសារសរបស់ Jack ទៅលាក់ទុកហើយចង់លួចលុយរបស់ Jack នេះដើម្បីទៅដោះស្រាយបញ្ហាបំណុលរបស់គេដោយសារតែកងធនាគារដែលជាប់ជាមួយនឹងកុំព្យូទ័ររបស់ Jack នេះអាចចូលទៅឆែកមើលបានក៏ពិតមែនប៉ុន្តែអាចផ្ញើលុយឬក៏ដកលុយអីបានដោយអត់មាន password អំពី Jack នោះទេហើយដោយសារតែ Jack ស្លាប់បាត់ហើយ Ryan ក៏ដឹងថាត្រូវទៅរក password នឹងមកពីណានោះដែរប៉ុន្តែមានវិធីមួយទៀតដែលអាចជួយឲ្យគេដកលុយរបស់ Jack បានគឺទៅដកលុយធនាគារនឹងដោយផ្ទាល់ Ryan ក៏សម្រេចចិត្តថាចូលទៅក្នុង Dark Web ដើម្បីកំងអត្តសញ្ញាណប័ណ្ណคล้ายៗមួយដែលមានឈ្មោះថ្ងៃខែឆ្នាំកំណើតអីរបស់ Jack ទាំងអស់ប៉ុន្តែគ្រាន់ថារូបថតរបស់គេដើម្បីយកវាទៅធនាគារដកលុយចេញពីកងរបស់ Jack ការធ្វើនឹងវាសូវលឿនប្រហែលទេទាល់តែពី3ថ្ងៃទៀតបានគេធ្វើហើយនឹងផ្ញើមកដល់អញ្ចឹងនៅអំឡុងពេលនេះ Ryan អត់មានអីត្រូវធ្វើក្រៅពីអង្គុយរងចាំនោះទេភ្លាមនោះគេក៏ទទួលបានសារមួយពី Rabbit ដោយវាគឺជារូបថតមួយដែលជារូបថតម្ដាយរបស់ Ryan ភ្ជាប់ជាមួយនឹងសារ SMS មួយប្រាប់មកកាន់គេថាឯងមានរយៈពេលតែ2ថ្ងៃទៀតប៉ុណ្ណោះបើមិនចឹងទេគ្រោះថ្នាក់របស់ឯងនេះវាក៏នឹងធ្លាក់ទៅដល់ម្ដាយរបស់ឯងដែរដោយសារតែភ័យខ្លាចអំពីសុវត្ថិភាពរបស់ម្ដាយគេក៏ផ្ញើសារតបទៅវិញថាគេសុំពេលមួយអាទិត្យមកដើម្បីឲ្យគេអាចមានលុយបង្វិលយកទៅឲ្យបានហើយ Rabbit ក៏ព្រមបន្ទាប់ពីនេះ Ryan អត់មានជំរឿអីក្រៅពីបន្តរស់នៅបន្លំខ្លួនធ្វើជា Jack ដើម្បីរងចាំបើកលុយធនាគារហ្នឹងនោះទេនៅយប់នោះគេក៏សម្រេចចិត្តថានឹងយកសាកសពរបស់ Jack យកទៅបោះចោលនៅក្នុងបឹងមួយដែលមិនឆ្ងាយពីផ្ទះនេះប៉ុន្មាននោះទេហើយនៅព្រឹកបន្ទាប់គេក៏ទៅអង្គុយលេងនៅភោជនីយដ្ឋានមួយភ្លាមនោះគេក៏ទទួលបានសារមួយទៀតពី Rabbit ប្រាប់ថាគេបដូរចិត្តវិញហើយលែងទុកពេលឲ្យ Ryan មកទឹកអីទៀតហើយបើសិនជានៅយប់នេះ Ryan អត់មានលុយសងឲ្យគេវិញនោះទេម្ដាយរបស់ Ryan នឹងមានគ្រោះថ្នាក់មិនខានទេ Ryan ក៏សុំអង្វរឲ្យ Rabbit គោរពជាមួយនឹងការសន្យារបស់ពួកគេដែលធ្វើការពីម្សិលមិញនោះផងប៉ុន្តែមិនថា Ryan អង្វរ Rabbit ប៉ុណ្ណានោះទេក៏គេនៅតែអត់បដូរចិត្តវិញនោះដែរដោយសារតែ stress ពេក Ryan លែងមានអារម្មណ៍ផឹកស៊ីអីនៅក្នុងភោជនីយដ្ឋាននេះទៀតហើយគេក៏ត្រឡប់មកផ្ទះវិញប៉ុន្តែនៅពេលឡើងមកដល់ទីនេះគេក៏ឃើញថាមានឡានមួយឈប់រងចាំគេនៅមុខផ្ទះនេះបាត់ទៅហើយអ្នកដែលមកផ្ទះហ្នឹងគឺជាមនុស្ស2នាក់ប្រុសឈ្មោះថា Morris ស្រីឈ្មោះថា Imogen ពួកគេគឺជាភ្នាក់ងារដែលបម្រើសេវាម្ហូបអាហារមួយនោះ Ryan ពិតជាភ័យខ្លាចមែនតើនៅពេលដែល2នាក់ហ្នឹងណែនាំខ្លួនពីព្រោះខ្លាចថានៅពេលដែល2នាក់ហ្នឹងសួររក Jack ទៅគេអត់ដឹងដោះសារថាម៉េចប៉ុន្តែគេធូរទ្រូងវិញខ្លាំងមែនតើដោយសារតែ2នាក់ហ្នឹងធ្វើការងារជាមួយនឹង Jack ក៏ពិតមែនប៉ុន្តែអត់ដឹងមូលហេតុអីនោះទេពួកគេអត់ដែលស្គាល់មុខរបស់ Jack នោះឡើយហើយគិតថា Ryan ហ្នឹងហើយគឺជា Jack Imogen ក៏សួរមកកាន់ Ryan ថាចំពោះអាហារ dinner នៅយប់នេះតើគេបានរៀបចំអីរួចរាល់ហើយឬនៅដោយសារតែ Ryan គឺជាចុងភៅស្រាប់អញ្ចឹងសំណួរមួយនោះអត់សូវលំបាកដល់គេប្រហែលនោះទេគេក៏ចាប់ផ្ដើមរៀបរាប់ទៅថាយប់នេះគេចង់ធ្វើម្ហូបអីខ្លះអញ្ចឹងទៅដែលធ្វើឲ្យ2នាក់នេះជឿគេឡើងស្លងតែម្ដងថាគេគឺជា Jack មិនមែនជាមនុស្សបន្លំខ្លួននោះទេ Ryan យល់ថានេះគឺជាឱកាសដ៏ល្អមែនទែនដើម្បីឲ្យគេអាចទទួលបានលុយយកទៅដោះបំណុលជាមួយនឹង Rabbitគេក៏និយាយទៅកាន់ Imogen ថាចំពោះសេវាកម្មដែលគេនឹងត្រូវបម្រើនៅយប់នេះគេសុំ Imogen ឲ្យផេមកកាន់គេមុនសិនមកហើយ Imogen នាងក៏ព្រមបន្ទាប់ពីទទួលបានលុយពី Imogen ហើយគេក៏ផ្ញើលុយហ្នឹងទៅឲ្យ Rabbit ដែលធ្វើឲ្យម្ដាយរបស់គេអាចមានសុវត្ថិភាពបាននៅយប់នេះពីដំបូង Ryan ធូរចិត្តណាស់ដោយសារតែគេយល់ថាគ្រាន់តែធ្វើម្ហូបប៉ុណ្ណឹងបានលុយមកកណ្ដោបែបនេះវាគឺជារឿងងាយមែនតើប៉ុន្តែនៅពេលដែល Imogen និយាយតទៀតមកកាន់គេថាចោះសាច់មនុស្សតើគេបានរៀបចំហើយឬនៅគេឡើងធ្លាក់ថ្លើមក្តុកតែម្ដងពីព្រោះមិននឹកស្មានទេថាសេវាកម្មចម្អិនម្ហូបមួយនេះវាមិនមែនចម្អិនសាច់សត្វឬក៏បន្លែអីនោះឡើយប៉ុន្តែវាបែរជាចម្អិនសាច់មនុស្សទៅវិញហ
ហើយភ្នាក់ងារនេះមិនមែនមានសាច់មនុស្សស្រាប់ឲ្យគេចម្អិនទេណាតើគ្នាគឺគេដែលជាចុងភៅនេះត្រូវទៅចាប់មនុស្សយកមកសម្លាប់ដោយខ្លួនឯងដើម្បីយកសាច់មកចម្អិនឲ្យភ្ញៀវស៊ីហើយនៅពេលនេះទើបគេយល់ថា Jack មិត្តរបស់គេហ្នឹងរកលុយអំពីការធ្វើម្ហូបនេះបានច្រើនមែនតើប៉ុន្តែហេតុអីក៏គេកើតជំងឺបាក់ទឹកចិត្តរហូតដល់សម្លាប់ខ្លួនបែបនេះគឺដោយសារតែគេប្រហែលជាអាចទទួលយកបាននៅទង្វើដ៏ខុសខើដែលខ្លួនឯងត្រូវធ្វើដើម្បីរកលុយនឹងមកឲ្យមើលទៅ Imogen ក៏រៀបរាប់ឲ្យ Ryan ដឹងទៀតថាដោយសារតែភ្ញៀវដែលមកចូលរួមស៊ីសាច់មនុស្សនេះគឺជាភ្ញៀវដែលកំពូលអ្នកមានមែនតើពួកគេហ៊ានចាយលុយច្រើនមែនតើដើម្បីមកញ៉ាំអាហារពេលល្ងាចមកពេលហ្នឹងដោយជាទូទៅមនុស្សម្នាក់ចំណាយសាច់ប្រាក់រហូតដល់ជាងកន្លះលានដុល្លារនោះដើម្បីមកញ៉ាំអាហារពេលល្ងាចមកពេលហ្នឹងអញ្ចឹងបើសិនជាម្ហូបគេធ្វើអត់ឆ្ងាញ់ធ្វើអត់បានល្អឬក៏ភ្ញៀវទាស់ចិត្តត្រង់ចំណុចណាមួយចុងភៅដែលធ្វើម្ហូបនេះក៏នឹងមានបញ្ហាដែរសម្រាប់បែបហ្នឹងហើយ Ryan ភ័យខ្លាចកាន់តែខ្លាំងនៅពេលដែលឃើញសភាពចុងភៅរបស់នាងញញបែបហ្នឹងនាងក៏និយាយទៅកាន់គេទៀតថាដោយសារតែនាងគឺជាក្រុមហ៊ុនខុសច្បាប់ដ៏ធំមួយមានអ្នកគ្រប់គ្រងសុទ្ធតែជាអ្នកមានអញ្ចឹងបើសិនជានរណាចូលហើយមិនអាចចេញទៅវិញបាននោះទេ Ryan បើសិនជាគេហ៊ានតែចង់រត់ចង់អីខាងភ្នាក់ងារនៅក្រុមហ៊ុននេះគេនឹងរក Ryan ឲ្យឃើញហើយនឹងសម្លាប់ Ryan ចោលតែម្ដងដើម្បីការពារអាតកម្មរបស់ក្រុមហ៊ុននេះកុំឲ្យបែកធ្លាយសូមបញ្ជាក់តែដល់គ្នាថាតួអង្គម្នាក់នេះនៅពេលនេះរស់នៅបន្លំធ្វើជាចាក់ប៉ុន្តែដើម្បីកុំឲ្យច្រឡំឈ្មោះញញអីច្រើនខ្ញុំនឹងនៅតែបន្តហៅគេថា Ryan ដដែលណាហើយបើសិនជានៅខាងមុខមានរឿងអីប្រែប្រួលទៀតខ្ញុំនឹងប្រាប់អ្នកទាំងគ្នាឲ្យដឹងទៀតនៅជាបន្ទាប់ Morris និង Ryan នាំគ្នាទៅព្រះវិហារមួយដើម្បីរកមើលគោលដៅថាតើនរណាដែលគេត្រូវសម្លាប់ដើម្បីយកសាច់មកធ្វើម្ហូបចាប់អារម្មណ៍ឃើញក្មេងស្រីម្នាក់កំពុងតែដើរជាមួយនឹងយាយរបស់ខ្លួនឯងពីរអ្នកនេះក៏បើកឡានតាមប៉ុន្តែពួកគេក៏បាត់ដានសញ្ញារបស់ពីរអ្នកហ្នឹងនៅពេលដែលយាយចៅពីរអ្នកហ្នឹងចូលទៅក្នុង alleyway ដ៏តូចមួយមើលឃើញជាងម្នាក់នេះកំពុងតែធ្វើអីតែម្នាក់ឯងពួកគេក៏ចាប់អារម្មណ៍ Morris ក៏ទៅនិយាយជាមួយនឹងបរិះនេះថាឡានរបស់គេខូចហើយសូមឲ្យបរិះម្នាក់នេះចូលទៅក្រោមឡានរបស់គេដើម្បី check តិចទៅថាវាខូចអីគេដោយគេផ្ដល់លុយឲ្យបរិះម្នាក់នេះច្រើនមែនតើបរិះនេះក៏ព្រមចូលទៅហើយគ្រាន់តែចូលទៅដល់ពាក់កណ្ដាលឡាននេះ Morris ក៏ដកកាភ្លើងរបស់គេមួយមកដោយវាមានឧបករណ៍សម្រាប់ខ្ទប់សំឡេងផ្ទុះគ្រាប់កាភ្លើងណាដល់គ្នាអញ្ចឹងនៅពេល Morris បាញ់វាទៅកាន់បរិះម្នាក់នោះធ្វើឲ្យបរិះម្នាក់នោះស្លាប់បាត់ហើយវាក៏អត់បង្កជាសំឡេងអីភ្ញាក់ផ្អើលដល់អ្នកផ្សេងផងដែរភ្លាមនោះពីរអ្នកយាយចៅនេះក៏ត្រឡប់មកទីនេះវិញហើយពួកគាត់មកលើកនេះមិនមែនមកតែខ្លួនឯងនោះទេដោយសារតែពួកគាត់ក៏មានប៉ូលីសមកជាមួយផងដែរនេះក៏ដោយសារតែពួកគាត់ចាប់អារម្មណ៍ថាមានឡានមនុស្សចម្លែកមួយបើកមកតាមពួកគាត់ភ័យខ្លាចក៏វិញ្ញាប់ទៅប្តឹងប៉ូលីសនេះក៏មកសួរ Morris ថាហេតុអីក៏បើកឡានតាមយាយចៅពីរអ្នកនេះអញ្ចឹងដោយសារតែ Morris គេមានបទពិសោធន៍ខ្ពស់ជាមួយនឹងអំពើទាំងអស់នេះដល់អញ្ចឹងទៅគេក៏រៀបចំសាច់រឿងទុកនៅពេលដែលមានអតីតសួរដែរគេថាគេគឺជាបុគ្គលិកនៅក្រុមហ៊ុនដ៏ធំមួយចុះមកទីនេះដើម្បីមើលទីតាំងថាតើកន្លែងណាដែលគួរទិញដីដើម្បីសាងសង់សន្តាគារហើយគេក៏បង្ហាញនាមបានคล้ายៗមួយទៅឲ្យប៉ូលីសនេះមើលផងដែរបន្ទាប់ពីមើលហើយប៉ូលីសនេះក៏ជឿទុកចិត្តអញ្ចឹងហើយគ្រប់គ្នាក៏បែកផ្លូវទៅតាមទិសដៅរៀងៗខ្លួនវិញនៅពេលឡើងមកដល់ផ្ទះវិញប្រមាណអ្នកនេះក៏ជួយគ្នាលើកសាកសពបរិះម្នាក់នោះយកទៅដាក់នៅជាន់ក្រោមដីហើយ Imogen ក៏ប្រាប់ឲ្យ Ryan ចាប់ផ្ដើមរៀបចំសាកសពនេះទៅដើម្បីយកសាច់សម្រាប់ធ្វើជាអាហារនៅយប់នេះនាងក៏បានប្រាប់ទៅកាន់គេផងដែរថាកុំភ្លេចកាន់ដាតរបស់បរិះម្នាក់នឹងផងដោយសារតែមានភ្ញៀវគេចង់ញ៉ាំដាតមនុស្សImogen ក៏ឡើងទៅជាន់លើវិញហើយ Ryan និង Morris ក៏នៅជាន់ក្រោមដីនេះដើម្បីជួយគ្នាកាត់សាកសពបរិះនោះចេញនៅពេលដែលកាត់ហើយឈាមប្រឡាក់ពេញខ្លួន Ryan គេទ្រាំសឹងតែមិនបានទាល់តែសោះគ្រាន់តែរៀបចំគ្រប់យ៉ាងហើយភ្លាមគេក៏រត់ទៅងូតទឹកសម្អាតខ្លួនយ៉ាងលឿនហើយនៅពេលនេះគេក៏ចាប់ផ្ដើមមានចិត្តថាចង់រត់ចេញពីទីនេះគេក៏លបចូលទៅក្នុងឡានរបស់ Jack ដើម្បីចាក់ចេញពីទីនេះប៉ុន្តែបើកចេញពីផ្ទះនេះមិនបានឆ្ងាយប៉ុន្មានផងគេអាចបានប្រយ័ត្នក៏ស្រាប់តែបុកជាមួយនឹងអ្នកថែសួនដែលធ្វើឲ្យ Morris តាមទាន់គេ Ryan ក៏និយាយខកទៅកាន់ Morris ថាគេមិនចង់រត់ទៅណាគេចូលមកក្នុងឡាននេះប៉ុន្តែឡាននេះដាច់ប្រាំងអញ្ចឹងហើយបានជាវាបើកទៅមុខអញ្ចឹងទៅ Morris គេមិនមែនជាមនុស្សល្ងងនោះទេអញ្ចឹងពាក្យដោះសារដែល Ryan លើកឡើងមកនេះគេអត់ជឿនោះឡើយហើយ Ryan ក៏សម្រេចចិត្តថានឹងសារភាពប្រាប់ការពិតឲ្យទៅកាន់ Morris ដឹងដោយគេនិយាយថាតាមពិតទៅគេចង់រត់ចេញពីទីនេះវាពិតជាគួរញាប់អាលមែនតើដោយសារ Morris គេមិនត្រឹមតែអត់ខឹងប្រកាន់ជាមួយនឹង Ryan ប៉ុណ្ណោះទេថែមទាំងចង់ជួយ Ryan វិញផងដោយគេមិនបានរាយការណ៍ទៅឲ្យ Imogen ដឹងថា Ryan ចង់រត់ចេញពីទីនេះនោះឡើយហើយគេក៏បានជួយរុញឡាន Ryan នេះឲ្យវាចូលមកក្នុងផ្ទះនេះវិញដែរដោយខណៈពេលដែលកំពុងតែដើរមកវិញនេះ Morris ក៏បានប្រាប់ទៅកាន់ Ryan ម្ដងទៀតថាក្រុមហ៊ុនរបស់ពួកគេនេះគឺជាក្រុមហ៊ុនដ៏ធំមែនទែនសមាជិកក៏មានច្រើនអញ្ចឹងបើសិនជា Ryan ចង់ចាកចេញពីទីនេះវាដូចជាការដែល Ryan សម្លាប់ខ្លួនចឹងអត់ប្រយោជន៍នោះទេ
នៅពេលដែលលើបែបនេះហើយ Ryan យល់ថាគេអត់មានជំរឿអីក្រៅពីបន្តបន្លំខ្លួនធ្វើជា Jack បញ្ចប់អាហារ dinner នៅយប់នេះនោះទេហើយគេក៏ចូលមកក្នុងបន្ទប់ក្រោមដីដើម្បីរៀបចំសាកសពនោះបន្តទៀតនៅល្ងាចនោះ Morris ក៏បើកឡានមួយដើម្បីដឹកភ្ញៀវ VIP របស់គេចូលមកក្នុងនេះគ្រាន់តែភ្ញៀវចូលមកដល់ក្នុងនេះអាហារមិនទាន់ទាំងលើកមកផងហ្នឹងណាប៉ូលីសក៏ចូលមកក្នុងផ្ទះនឹងដែរ2នាក់ដែលម្នាក់គឺជា Detective Rui ហើយម្នាក់ទៀតគឺជាលោក Billy Gallo ប៉ូលីសដែលជួបជាមួយនឹង Morris កាលពីថ្ងៃមិញ Detective Rui ក៏ដករូបថតមួយយកមកឲ្យ Imogen មើលនឹងនិយាយថាគាត់តាមរកក្មួយគាត់ដែលបានបាត់ខ្លួនកាលពីថ្ងៃមិញតើនាងមានបានឃើញគេអត់ដោយក្មួយរបស់ Detective ម្នាក់នេះគឺជាបរិសុទ្ធជាងដែល Morris បានសម្លាប់កាលពីថ្ងៃមិញនឹងឯងDetective Rui និយាយបន្តទៀតថាដោយសារតែកន្លែងដែលក្មួយគាត់បាត់ខ្លួនហ្នឹងវាគឺជាកន្លែងតែមួយដែលលោក Billy Gallo នេះបានមើលឃើញ Ryan និង Morris អញ្ចឹងហើយបានជាគាត់រកអាស័យដ្ឋានរបស់ពួកគេដើម្បីមកសួរពួកគេដល់ផ្ទះតែម្ដងលោក Billy Rui ក៏ទាមទារសុំជួបជាមួយនឹង Ryan ហើយ Imogen អត់មានជំរឿអីក្រៅពីនាំលោក Billy ទាំងពីរនាក់នេះចូលទៅក្នុងផ្ទះបាយដើម្បីឲ្យគាត់ជួបនិយាយជាមួយនឹង Ryan នៅអស់ចិត្តនោះទេDetective Rui គាត់ក៏ដករូបថតក្មួយរបស់គាត់មកសួរ Ryan ថាតើមានបានឃើញក្មេងម្នាក់នេះឬក៏អត់ Ryan គ្រាន់តែឃើញបែបនេះគេក៏ចាប់ផ្ដើមភ័យហើយព្យាយាមនិយាយកុហកទៅវិញថាគេអត់មានបានឃើញអីនោះទេប៉ុន្តែដោយសារតែកាយវិការរបស់គេមើលមកដូចជាភ័យប៉ូលីសនេះគាត់ក៏ចាប់ផ្ដើមសង្ស័យកាន់តែខ្លាំង Imogen ក៏ព្យាយាមគ្រប់គ្រងស្ថានភាពដោយនាងប្រាប់ឲ្យ Ryan ដួសសម្ល2ចានយកមកឲ្យប៉ូលីសទាំងពីរនាក់នេះភ្លក់ទៅនៅពេលដែលភ្លក់ហើយមានរសជាតិឆ្ងាញ់ខ្លាំងមែនទែន Detective Rui ក៏សួរទៅកាន់ Ryan ថាតើគេប្រើសាច់អ្វីហ្នឹងឆ្ងាញ់ប្លែកមែនទែនគួរអត់ដែលហូបប៉ះសាច់ដែលឆ្ងាញ់បែបហ្នឹងតតែសោះ Ryan ក៏កុហកថាវាគឺជាសាច់គោនិងសាច់ចៀមលាយគ្នាលោកប៉ូលីសទាំងពីរនាក់នេះក៏បន្តហូបតទៀតដោយពួកគាត់មិននឹកស្មានដល់សោះឡើយថាសាច់នៅក្នុងសម្លដែលគាត់កំពុងតែហូបនេះវាគឺជាសាច់មនុស្សដែលគាត់កំពុងតែតាមរកភ្លាមនោះពួកគេក៏ឮសំឡេងឡានដោយសារតែ Morris មកដល់មួយជើងទីរ៉ៃជាមួយនឹងភ្ញៀវ VIP ដទៃទៀតប៉ូលីសពីរនាក់នេះក៏នាំគ្នាចូលហូបស៊ុបនឹងដើម្បីយករូបថតមួយនេះយកទៅសួរ Morris ថាតើបានឃើញឬអត់ Morris គេក៏កុហកដែរថាគេអត់មានបានឃើញបរិសុទ្ធនេះនោះឡើយហើយដោយសារតែ Morris នេះពូកែកុហកជាង Ryan បង្កើតប្រឌិតភស្តុតាងឲ្យមកបានល្អផងអូប៉ូលីសទាំងពីរនាក់នេះក៏ជឿហើយពួកគេក៏នាំគ្នាចង់ចាកចេញពីទីនេះប៉ុន្តែនៅពេលដែលដើរចេញទៅជួបជាមួយនឹងក្រុមភ្ញៀវ VIP ទាំងអស់នេះភ្ញៀវនេះក៏អញ្ជើញឲ្យប៉ូលីសពីរនាក់នេះនៅញ៉ាំអាហារពេលល្ងាចជាមួយនឹងពួកគាត់សិនទៅដោយសារតែលោក Billy Gallo គាត់មានការផ្សេងគាត់អាចនៅចូលរួមបានទេយ៉ាងទៅគាត់សុំលាទៅមុនប៉ុន្តែ Detective Rui គាត់អត់មានរវល់អីផងគាត់ក៏ព្រមនៅញ៉ាំជាមួយនឹងភ្ញៀវដទៃទៀតអាហាររៀបចំរួចរាល់ហើយភ្ញៀវ VIP ទាំងអស់នេះក៏នាំគ្នាអង្គុយហូបសាច់មនុស្សយ៉ាងឆ្ងាញ់ពិសាបន្តិចក្រោយមកក៏ស្រាប់តែមានភ្ញៀវម្នាក់ទៀតចូលមកក្នុងផ្ទះនេះដែរដោយនាងគឺជា Alice មកទីនេះដោយសារតែនាងចង់ជួបជាមួយនឹង Jack Imogen ក៏ចេញទៅនិយាយជាមួយ Alice ដោយនាងអត់សូវចង់ឲ្យ Alice ចូលមកក្នុងនេះប្រហែលនោះទេប៉ុន្តែ Alice នៅតែទាមទារចង់មកជួបជាមួយនឹង Jack យ៉ាងទៅ Imogen ក៏សម្រេចចិត្តថានឹងឲ្យ Alice ចូលមកទីនេះមកផ្លែតដោយនាងនាំ Alice ចូលមកកន្លែងផ្ទះបាយនេះដើម្បីនាងបានជួបជាមួយនឹង Jack ហើយនៅពេលដែលចូលមកដល់ទីនេះអត់ឃើញ Jack ឃើញតែ Ryan ណោះ Alice នាងក៏អត់ឆ្ងល់អីខ្លាំងនោះដែរ Imogen ក៏ទុកឲ្យពីរនាក់នេះនៅក្នុងផ្ទះបាយជាមួយគ្នានាងក៏ដើរចេញទៅមើលភ្ញៀវតទៀតដល់ពេលនៅតែពីរនាក់បែបនេះទើប Alice សួរទៅកាន់ Ryan ថាចុះ Jack នៅឯណា Ryan ក៏ព្យាយាមកុហកទៅកាន់ Alice ថា Ryan មានបញ្ហាផ្សេងដែលតម្រូវឲ្យគេអត់បាននៅផ្ទះនេះនៅយប់នឹងអីចឹងទៅប៉ុន្តែភ្លាមនោះនាងក៏សម្គាល់មើលឃើញនាឡិកានៅលើដៃរបស់ Ryan ដែលកាលពីយប់មុនហ្នឹងនាងចាំច្បាស់មែនតើថានាឡិកាមួយហ្នឹងគឺជានាឡិការបស់ Jack នោះទេប៉ុន្តែឥឡូវមិនក៏ Ryan យកវាមកពាក់ទៅវិញដោយសារតែយល់ថាស្ថានភាពអត់ស្រួលនាងក៏សម្រេចចិត្តថាលា Ryan ចាក់ចេញពីផ្ទះនេះតែត្រឹមហ្នឹងក្រុមភ្ញៀវនេះដោយសារតែរសជាតិម្ហូបដែល Ryan ធ្វើនឹងវាឆ្ងាញ់ពេកក៏ហៅ Ryan ចេញមកក្រៅដើម្បីសរសើរគេថារសជាតិម្ហូបគេពិតជាលយមែនអីចឹងទៅបន្ទាប់មកភ្ញៀវជនជាតិជប៉ុនម្នាក់ក៏និយាយថាដល់ពេលដែលយកម្ហូបពិសេសរបស់គាត់កំងហ្នឹងយកចេញមកគេចង់សម្ដៅទៅលើម្ហូបដែលធ្វើពីតាតមនុស្សហ្នឹងទាំងអស់គ្នា Ryan គេក៏ចូលមកក្នុងផ្ទះបាយវិញដើម្បីយកអណ្ដាតរបស់បុរសម្នាក់នោះយកមកធ្វើជាម្ហូបប៉ុន្តែគេភ័យខ្លាំងមែនតើនៅពេលដែលបើកទូទឹកកកមកឃើញថាអណ្ដាតហ្នឹងមានបញ្ហាអត់មានអីសម្រាប់ធ្វើម្ហូបឲ្យភ្ញៀវបែបនេះគេខ្លាចថាគេនឹងអាចមានគ្រោះថ្នាក់ហើយប៉ុន្តែភ្លាមនោះដូចជាទេវតាប្រទានសំណាងមួយឲ្យមកកាន់គេយ៉ាងចឹងដោយសារតែ Alice ចូលមកក្នុងផ្ទះបាយនេះវិញតាមទ្វារក្រោយនាងនិយាយថាតាមពិតទៅនាងចង់ចេញពីផ្ទះនេះហើយប៉ុន្តែឡានរបស់នាងខូចនាងចេញលែងបានវិញហើយ Alice នាងក៏ត្រូវបានគេសម្លាប់ដើម្បីយកអណ្ដាតធ្វើជាម្ហូបឲ្យភ្ញៀវ
ដោយនៅពេលដែល Ryan លើមហូបយកមកឲ្យលោកប៉ូលីសម្នាក់នេះគេក៏បានលួចបង្កប់សារមួយឲ្យលោកប៉ូលីសនេះផងដែរដោយនៅក្នុងសារហ្នឹងសរសេរថាសូមឲ្យលោកប៉ូលីសនេះមកជួបជាមួយនឹងគេនៅក្នុងបន្ទប់ទឹកលោកប៉ូលីសនេះក៏យកលេសថាមកបន្ទប់ទឹកដើម្បីជួបជាមួយនឹង Ryan ហើយនៅពេលនេះ Ryan ក៏សារភាពប្រាប់លោកប៉ូលីសនេះថាសាច់ដែលលោកហូបជាមួយនឹងភ្ញៀវដទៃទៀតដោយចាញ់ពិសានេះវាគឺជាសាច់របស់ក្មួយលោកដែលបានបាត់ខ្លួនទៅនឹងឯងគ្រាន់តែលើបែបនេះលោកប៉ូលីសម្នាក់នេះទទួលយកអត់បានទាល់តែសោះហើយគាត់ក៏ចូលទៅគួតបន្ទាប់ពីពេលដែលគាត់សម្រួលអារម្មណ៍បានហើយពួកគេក៏នាំគ្នារៀបគម្រោងមួយដើម្បីកម្ចាត់ពួកមនុស្សដ៏អាក្រក់ទាំងអស់នេះចោលចេញពីបន្ទប់ទឹកវិញ Detective Rui ក៏ធ្វើពុតជាលាភ្ញៀវទាំងអស់នេះដើម្បីត្រឡប់ទៅផ្ទះដោយគាត់ថាគាត់ស្រាប់តែមានការរវល់បន្ទាន់ប៉ុន្តែនៅពេលដែលគាត់ដើរចេញពីផ្ទះនេះតាមផ្លូវមុខគាត់ក៏លបចូលទៅក្នុងផ្ទះបាយតាមទ្វារក្រោយវិញហើយមាន Ryan ចាំជួបគាត់នៅទីហ្នឹងឯងនៅពេលដែលចូលមកដល់ក្នុងផ្ទះបាយនេះឃើញមានសាកសពមនុស្សឃើញឯបែបហ្នឹងធ្វើឲ្យ Detective Rui គាត់រន្ធត់ចិត្តកាន់តែខ្លាំងគាត់ក៏បំរុងដកទូរស័ព្ទរបស់គាត់ដើម្បីតែដៃគូរបស់គាត់ឲ្យមកជួយប៉ុន្តែភ្លាមនោះគាត់ក៏ធ្លាក់ថ្លើមក្តុកតែម្ដងនៅពេលដែលគាត់នឹកឃើញថាទូរស័ព្ទរបស់គាត់នៅជាមួយនឹងគាត់នោះទេដោយសារតែគាត់បានដាក់វាបញ្ចូលនៅជាន់លើបាតដៃ Ryan ក៏ដកទូរស័ព្ទគេមកដើម្បីលោកប៉ូលីសនេះយកទៅតែប៉ុន្តែគាត់ក៏ប្រាប់មកកាន់គេវិញថាគាត់អត់អាចចាំលេខដៃគូរបស់គាត់បាននោះទេអញ្ចឹងបើទោះបីជាមានទូរស័ព្ទរបស់គេក៏គាត់អាចតែទៅភ្នាក់ងាររបស់គាត់បានដូចគ្នា Ryan ក៏ប្រាប់ឲ្យ detective ម្នាក់នេះចាំគេនៅទីហ្នឹងហើយចំណែកគេឡើងទៅជាន់លើវិញដើម្បីយកទូរស័ព្ទហ្នឹងមកឲ្យគាត់នៅពេលដែលគេឡើងទៅដល់ខាងលើវិញក៏ឃើញថាភ្ញៀវទាំងអស់នេះនាំគ្នាញ៉ាំអាហារហើយអស់ហើយពួកគេរៀបចំទៅផ្ទះរៀងៗខ្លួនវិញដោយសារតែឃើញកាយវិការចម្លែករបស់ Ryan នៅពេលនេះធ្វើឲ្យ Morris ចាប់ផ្ដើមសង្ស័យទៅលើគេហើយគេក៏លបចូលមកក្នុងផ្ទះបាយនៅជាន់ក្រោមដីនេះនៅពេលឡើងមកដល់ទីនេះមើលឃើញ detective នឹងនៅទីនេះ Morris ក៏សម្រេចចិត្តចាត់ការ detective នេះចោលដើម្បីការពារអាចកំបាំងកុំឲ្យបាយធ្លាយហើយនៅពេលដែល Ryan ចូលមកដល់ក្នុងនេះវិញឃើញសាកសពរបស់លោកប៉ូលីសម្នាក់នេះមួយទៀតគេនិយាយអីអត់ចាញ់នោះឡើយប៉ុន្តែចំពោះ Morris វិញគេធ្វើដូចជាធម្មតាអញ្ចឹងហាក់បីដូចជាអត់ប្រកាន់ខឹងជាមួយនឹង Ryan នោះទេដែលព្យាយាមទម្លាយអាចកំបាំងក្រុមហ៊ុននេះឲ្យទៅមនុស្សដទៃដឹង Morris ក៏សុំឲ្យ Ryan ជួយលើកសាកសពទាំងអស់នេះដើម្បីយកទៅចាត់ការបន្ទាប់ពីជួយ Morris រួចគេមកបន្ទប់ទទួលភ្ញៀវវិញក៏ឃើញ Imogen កំពុងតែអង្គុយសរសេរឯកសារមួយចំនួនដើម្បីបន្លំអំពីសេចក្តីស្លាប់របស់មនុស្សរងគ្រោះនៅថ្ងៃនេះគេក៏សួរទៅកាន់ Imogen ថាហេតុអីក៏នាងអាចធ្វើរឿងទាំងអស់ហ្នឹងបានដោយមើលទៅហាក់បីដូចជាអត់ប៉ះពាល់ផ្លូវចិត្តរបស់នាងបែបនេះ Imogen ក៏ញញឹមនឹងឆ្លើយមកកាន់ Ryan វិញថាដោយសារតែនាងសូមនឹងវាទៅហើយណាមួយទៀតនាងទទួលបាន support អំពីក្រុមហ៊ុននឹងទៀតផងពួកគេពិតជាមានជំនាញនៅក្នុងការជួយនាងមែនតើអញ្ចឹងធ្វើឲ្យការងាររបស់នាងវាអត់សូវលំបាកប៉ុន្មាននោះទេនៅព្រឹកបន្ទាប់ Ryan, Morris និង Imogen អង្គុយញ៉ាំអាហារនៅតុមួយជាមួយគ្នាImogen ក៏ប្រាប់ដំណឹងល្អមួយទៅកាន់ Morris ថាដោយសារតែអាហារនៅយប់មិញ Ryan ធ្វើបានឆ្ងាញ់ខ្លាំងពេកភ្ញៀវសរសើរគេមិនដាច់ពីមាត់នោះទេយ៉ាងហើយការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនមួយនេះបានរៀបចំចាត់ចែងឲ្យ Ryan ធ្វើអាហារច្រើនទៀតទៅឲ្យភ្ញៀវដទៃទៀតដែលមានខ្លាំងជាងភ្ញៀវដែលមកយប់មិញហ្នឹងទៅទៀតនិយាយចោលតែប៉ុណ្នេះ Imogen ក៏ប្រគល់លុយចំពោះការងារដែលគេបានធ្វើយប់មិញហ្នឹងឲ្យទៅកាន់ Ryan ដោយលុយហ្នឹងវាដល់ទៅជាង$40,000នោះMorris គេក៏យកឧបករណ៍មួយនេះមកបាញ់ចូលទៅក្នុងករបស់ Ryan ដោយវាគឺជាឧបករណ៍ចាប់ទីតាំងមួយដើម្បីឲ្យខាងភ្នាក់ងារនោះគេអាចចាប់ទីតាំងរបស់ Ryan បានខ្លាច Ryan រត់អីអញ្ចឹងណាចុងក្រោយ Imogen ក៏ប្រាប់ទៅកាន់ Ryan ថាចំពោះ event បន្ទាប់ហ្នឹងវានឹងធ្វើឡើងនៅប្រទេសអាហ្វ្រិកហើយនៅអំឡុងពេលនេះ Ryan អាចត្រឡប់ទៅណាក៏បានដែរទៅកំសាន្តទៅលេងស្រុកកំណើតរបស់គេវិញអីចឹងទៅចាំចិត្តដល់ថ្ងៃដែលប្រារព្ធ event មួយនោះចាំគេធ្វើដំណើរទៅអាហ្វ្រិកយក Ryan ក៏រៀបចំសម្លៀកបំពាក់របស់គេដើម្បីធ្វើដំណើរទៅផ្ទះរបស់គេវិញហើយ Morris និង Imogen ពួកគេក៏នៅទីនេះដើម្បីបំផ្លាញភស្តុតាងទាំងប្រមាណដែលអាចបញ្ជាក់បានថាមានមនុស្សស្លាប់នៅផ្ទះនេះខណៈពេលដែល Ryan កំពុងតែអង្គុយចាំជើងអាហាររបស់គេមានអ្នកដំណើរម្នាក់ទៀតមកអង្គុយក្បែរគេនិយាយលេងជាមួយគេអីចឹងទៅដឹងថា Ryan គឺជាចុងភៅដែលរកប្រាក់ចំណូលបានច្រើននោះអ្នកដំណើរម្នាក់នោះក៏និយាយទាំងស្ងើចសរសើរទៅកាន់ Ryan ថា Ryan ពិតជាលយមែនតើដែលជាចុងភៅរកប្រាក់ចំណូលបានច្រើនអីចឹងទៅគេពិតជាចំណែកជីវិតរបស់ Ryan ណាប៉ុន្តែអ្វីដែលអ្នកដំណើរម្នាក់នេះអត់ដឹងគឺ Ryan អត់សប្បាយរីករាយជាមួយនឹងប្រាក់ចំណូលដែលគេរកបាននេះនោះទេពីព្រោះថាវារកបានដោយអំពើដ៏ស្មោករូបនិងសាហាវយង់ខ្នងបំផុតហើយនៅពេលនេះ Ryan ធ្លាក់ទៅក្នុងសភាពរបស់ Jack កាលពីដើមសាច់រឿងដែរតើគេនឹងអាចស៊ូទ្រាំសម្រាប់មនុស្សយកសាច់ទៅចម្អិនបានប្រមាណដងទៀតមុនពេលដែលគេទៅសម្រាប់ខ្លួនដូចជា Jack ឬក៏គេអាចនឹងប្រែប្រួលទៅជាមនុស្សសាហាវយង់ខ្នងដែលអាចសប្បាយរីករាយជាមួយនឹងការសម្លាប់មនុស្សទាំងអស់នេះបានសាច់រឿងរបស់យើងក៏ចប់តែត្រឹមនេះ
អូខេតើគ្នាសាយរឿងរបស់យើងវាចប់តែត្រឹមនេះហើយតើគ្នាគិតថាតើសាយរឿងនេះវាអាចឆ្លុះបញ្ចាំងពីភាពពិតនៅក្នុងសង្គមអត់អាចថាមនុស្សដែលកំពូលអ្នកមានមួយចំនួនអាចនឹងលែងចង់ឆៃសាច់សត្វទៅជាចង់សាច់មនុស្សអីវិញអញ្ចឹងណាកុំភ្លេចខមមិនមែនទេអ្នកទាំងអស់គ្នាឲ្យខ្ញុំដឹងម្នាក់មួយនៅក្នុងខមមិនផងណាជួបគ្នានៅវីដេអូបន្ទាប់បាយបាយ